បាទសូមជម្រាបសួរបងប្អូនដែលតែងតែគាំទ្រ Channel របស់ខ្ញុំបាទគឺ Channel ចែករំលែកអញ្ចឹងតើបងប្អូនសុខសប្បាយអត់ក្រោយពីខ្ញុំបែកពីបងប្អូនមួយរយៈអញ្ចឹងពីមុនមកគឺខ្ញុំមិនដែលចេញមុខទេគឺខ្ញុំគ្រាន់តែថតមិនបង្ហាញមុខទេអញ្ចឹងក្រោយនេះខ្ញុំសូមបង្ហាញមុខឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់ហើយក៏ខ្ញុំសូមអរគុណដល់បងប្អូនទាំង499នាក់ដែលបានចុច Subscribe Channel របស់ខ្ញុំហើយក៏អរគុណដល់បងប្អូនមួយចំនួនដែលគាត់បានចុចមើល Channel របស់ខ្ញុំដែរគឺគាត់អត់ទាន់បាន Subscribe ក៏ខ្ញុំធ្វើការអរគុណអ្នកទាំងអស់គ្នាដែរចឹងថ្ងៃនេះខ្ញុំគាត់ទៅមកចង់មកជជែកលេងជាមួយបងប្អូនទាំងអស់គ្នាអំពីសុខទុក្ខតើបងប្អូនយ៉ាងណាហើយសុខទុក្ខយ៉ាងណាអីយ៉ាងណាហើយមើលរយៈពេលនេះតើបងប្អូនមិនដែរបញ្ហាមួយគ្រួសារមួយអីសុខសប្បាយទាំងអស់គ្នាអត់ចឹងថ្ងៃនេះខ្ញុំក៏ចង់មកលើកប្រធានបទមួយចង់ជជែកលេងជាមួយបងប្អូនអរគ្នាពី YouTube នៅស្រុកខ្មែរចឹងឃើញថា YouTube នៅស្រុកខ្មែរគឺយើងបើកឲ្យរលុយធម្មតាខុសតែពី Facebook ទេ Facebook បានយើងពិបាករលុយសម្រាប់ YouTube គេបើកឲ្យរកលុយទូទៅតែយើងគេបើកឲ្យយើងរលុយមែនតែយើងអាចចេះរលុយពីវាអត់តែយើងចេះចាប់យកលុយនឹងអត់ចឹងដើម្បីចាប់យកលុយនេះបានតើទាមទារឲ្យយើងចេះបង្កើតវីដេអូចឹងណាបងប្អូនចឹងបើយើងមិនចេះធ្វើវីដេអូក៏យើងពិបាកចាប់យកដែរចឹងណាហើយត្រឡប់មកវិញ Channel ខ្ញុំនេះគឺខ្ញុំបង្កើតយូរហើយគឺខ្ញុំបង្កើតតាំងពីឆ្នាំ2019និយាយចំទៅខ្ញុំមុនដំបូងក៏ខ្ញុំធ្លាប់មាន Channel មួយដែរគឺ Channel ខ្ញុំបង្កើត2018ខ្ញុំបង្កើត Channel មួយតែ Channel នោះខ្ញុំត្រូវបានលុបចោលវិញហើយគឺខ្ញុំសម្រេចចិត្តថាលុបចោលគឺខ្ញុំផុសវីដេអូច្រើនគឺវីដេអូចែករំលែកផងវីដេអូយកបនគេផងវីដេអូផ្សេងវីដេអូចម្រុះនិយាយចំគឺចម្រុះហើយមូលហេតុអីបានខ្ញុំត្រូវលុបចោល Channel មួយនោះកាលនោះខ្ញុំផុសវីដេអូគឺវីដេអូ original របស់ខ្ញុំអត់មានអ្នកមើលទេតែវីដេអូរបស់គេអ្នកមើលអញ្ចឹងខ្ញុំគិតថាហេតុអ្វីគេធ្វើវីដេអូបានហេតុអ្វីខ្លួនឯងគឺយើងធ្វើវីដេអូអត់បានអញ្ចឹងខ្ញុំដាក់សំណួរហ្នឹងមកខ្លួនឯងអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថាលុបចោល Channel នោះទៅហើយក៏ខ្ញុំបង្កើត Channel ចែករំលែកនេះឡើងអញ្ចឹងបកមកវិញមូលហេតុអីបានយកខ្ញុំខានធ្វើវីដេអូយូរម្លេះហើយមិនក៏ខ្ញុំសម្រេចចិត្តថាចេញមុខមកឲ្យបងប្អូនបានស្គាល់មុខដើម្បីកាត់បន្ថយការខ្មាស់អៀនពួកខ្ញុំមានភាពខ្មាស់អៀនច្រើនក្នុងការថតវីដេអូហើយថ្ងៃនេះក៏ខ្ញុំមកជជែកជាមួយបងប្អូនដែលគាត់ចង់ធ្វើវីដេអូតែអត់ទាន់ចេះធ្វើវីដេអូអញ្ចឹងបងប្អូនបើសិនជាបងប្អូនថាតាំងចិត្តថាចង់ចេះធ្វើវីដេអូអញ្ចឹងខ្ញុំក៏អាចជួយបង្រៀនបានដែរអញ្ចឹងណាហើយវីដេអូនេះដែរគឺខ្ញុំធ្វើនឹងទូរស័ព្ទដៃទេគឺខ្ញុំមានកុំព្យូទ័រដែរតែកុំព្យូទ័រខ្ញុំវាចាស់ដែរអញ្ចឹងវាអូសអត់រួចទេអញ្ចឹងខ្ញុំធ្វើនឹងទូរស័ព្ទដៃអញ្ចឹងបងប្អូនចង់ចេះធ្វើវីដេអូនៅទូរស័ព្ទដៃខ្ញុំនឹងមានធ្វើជាមេរៀនពីដំណាក់កាលដំបូងទៅរឿយរហូតដល់ចប់ហើយបកមកវិញហេតុអ្វីបានខ្ញុំពីមុនខ្ញុំធ្វើវីដេអូចែករំលែកទូទៅដូចជាម៉ាស៊ីនកាត់ស្មៅម៉ាស៊ីនកាត់ស្មៅចែករំលែកអំពីទូរស័ព្ទបច្ចេកទេសផ្សេងហើយឥឡូវមិនបានខ្ញុំផ្អាកចែករំលែកពីនឹងវិញអញ្ចឹងខ្ញុំឃើញបង YouTube នៅស្រុកខ្មែររបស់យើងគឺគាត់ចែករំលែកច្រើនមែនតើហើយវីដេអូបង្រៀនរកលុយក៏បងប្អូនឃើញថាធ្វើច្រើនមែនតើអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំអត់ធ្វើទេទី1បង្រៀនរកលុយទី2គឺធ្វើអំពីទូរស័ព្ទអញ្ចឹងទូរស័ព្ទរបស់ខ្ញុំចាប់អារម្មណ៍ដែរតែខ្ញុំសុំអត់ធ្វើទេតែបើសិនជា
មានបញ្ហាតិចតួចដែលបងប្អូនចង់សាកសួរអាច comment មកខ្ញុំអាចធ្វើវីដេអូម្ដងម្កាលដែរអញ្ចឹងដើម្បីចែកជូនទៅបងប្អូនទាំងអស់គ្នាអញ្ចឹងណាហើយឥឡូវបកមកវិញអញ្ចឹងបកទៅបកមកអញ្ចឹងបកមកវិញបកមក YouTube ស្រុកខ្មែររបស់យើងអញ្ចឹង YouTube ស្រុកខ្មែររបស់យើងឃើញថាបើកឲ្យរលុយប៉ុន្តែ RPM របស់ខ្មែរយើងគឺថោកមែនតើនិយាយចំគឺថោកមែនតើគឺខ្ញុំមាន channel មួយដែរ channel របស់ខ្ញុំគឺខ្ញុំធ្វើវីដេអូគឺខ្ញុំរលុយបានហើយគឺ channel នោះគឺខ្ញុំធ្វើចាប់ពីឆ្នាំ2019មកដូចគ្នា18 19ដូចគ្នាហើយដូចរលុយបានតាំងពីក្នុងខែ1ប៉ុន្តែបានលុយតែបានតែប្រហែលដុល្លារទេប្រហែលជា$6ទៅ$7ទេគឺក្នុងមួយវីដេអូគឺបានតិចមែនតើក្នុងមួយខែបានប្រហែលទៅជា20សេន10សេន20សេនអញ្ចឹងណាហើយបើសិនជាបងប្អូនចង់ធ្វើវីដេអូគឺយើងអាចធ្វើលេងបានហើយបើបងប្អូនកំពុងតែធ្វើការងារកុំឈប់ពីការងារអីកុំឈប់ពីការងារមកធ្វើវីដេអូគឺទៅមិនរួចទេគឺมันមានគឺมันអាចចិញ្ចឹមខ្លួនឯងរស់ទេអញ្ចឹងណាក្នុងមួយខែខ្ញុំរំបានសិនតែមិនបាន$1ផងអញ្ចឹងក្នុងវីដេអូនោះអញ្ចឹងខ្ញុំសូមឲ្យបងប្អូនមិនបានគឺយើងកុំយើងការងារយើងគឺយើងនៅធ្វើទៅហើយយើងឆ្លៀតធ្វើវីដេអូរបស់យើងនៅសារទឹកទៅដូចខ្ញុំធ្វើការដែរអញ្ចឹងសារទឹកគឺខ្ញុំឆ្លៀតធ្វើវីដេអូអញ្ចឹងមករយៈពេលមុនបកទៅមករយៈពេលមុនមិនគឺខ្ញុំខានធ្វើវីដេអូដោយសារតែខ្ញុំមានបញ្ហាសុខភាពគឺខ្ញុំឈឺចំនួន3ឆ្នាំមកអញ្ចឹងឥឡូវគឺខ្ញុំបានប្រសើរវិញហើយវីដេអូខ្ញុំគឺមិនដែរទេគឺខ្ញុំនិយាយចុះឡើងដែរទេអញ្ចឹងចង់បញ្ជាក់ភាសាទៀតបើសិនជាបងប្អូនចង់ធ្វើវីដេអូចង់រៀនកាត់វីដេអូចង់អីខ្ញុំនឹងបង្រៀនបងប្អូនវីដេអូកាត់តាមទូរស័ព្ទដៃអញ្ចឹងបើបងប្អូនពេញចិត្តបើបងប្អូនចង់រៀនអាច comment នៅក្នុងវីដេអូខ្ញុំនេះបានបើសិនថាបងប្អូនថាគាត់ថាចង់រៀនច្រើនខ្ញុំនឹងធ្វើបើសិនជាបងប្អូនអត់មានទេប្រហែលជាខ្ញុំអត់ទាន់បានធ្វើទេខ្ញុំនឹងទៅរកធានបទថ្មី content ថ្មីដើម្បីផុសចូល channel ខ្ញុំហើយ channel ខ្ញុំនឹងចាប់ផ្ដើម upload វីដេអូវិញខ្ញុំអត់ទុកឲ្យវានៅតែនេះទេគឺយើងធ្វើលេងទៅយើងធ្វើបដាទៅទោះវារលុយអត់ទាន់បានក៏ដោយហើយក៏វាធ្លាក់ view ដែរគឺខ្ញុំដោយសារខ្ញុំខានធ្វើវីដេអូច្រើនវីដេអូខ្ញុំចង់ក្រោយវីដេអូចែករំលែកពីដែលយើង share hotspot អត់បានអញ្ចឹងណានឹងឃើញមានអ្នកទស្សនាច្រើនចូលមក comment ចូលមក like ខ្លះអរគុណខ្លះអីចឹងណាហើយខ្ញុំគាត់ថាខ្ញុំក៏អាចធ្វើដែរវីដេអូដោះស្រាយបញ្ហាតិចតួចតែវាអត់ទលំទលាយព្រោះដោយសារមានបងគាត់ធ្វើច្រើនណាវីដេអូចែករំលែកចឹងខ្ញុំអត់ចង់ធ្វើអីដែលជន់គ្នាដដែលអញ្ចឹងទេអញ្ចឹងឃើញថាវីដេអូនេះវាវែងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងសូមអរគុណច្រើនខ្ញុំនឹងជួបបងប្អូននៅវីដេអូក្រោយបន្តទៀតសូមអរគុណសូមជម្រាបលា